ជំរាបសួរបងប្អូនទាំងអស់គ្នាយើងចូលដល់មេរៀនទី16ហើយនេះជាមេរៀនចុងក្រោយនៃកម្រិត3ហើយចុះបងប្អូនវិញចាប់តាំងពីកម្រិត1រហូតដល់កម្រិត3នេះតើបងប្អូនទាំងអស់គ្នាទទួលបានចំណេះដឹងអ្វីខ្លះតាមរយៈវីដេអូរបស់ខ្ញុំបងប្អូនទាំងអស់គ្នាជួយ comment ប្រាប់ឲ្យខ្ញុំបានដឹងផងដើម្បីឲ្យខ្ញុំនឹងមានទឹកចិត្តក្នុងការបង្កើតវីដេអូបន្តទៀតចាតើឥឡូវយើងចូលមេរៀនតែម្ដងយើងចូលដល់មេរៀនទី16ចំណងជើងនៃមេរៀនទី16គឺគីហ៊ូវ៉ាណាស៊ីពាក្យថាគីហ៊ូយើងបកប្រែថាធាតុអាកាសហ្នឹងគឺសំដៅទៅលើស្ថានភាពនៃអាកាសធាតុបងប្អូនទាំងគ្នាចំណែកឯណាស៊ីបកប្រែថាអាកាសធាតុចាឥឡូវយើងមើលអហ្វីយើងនឹងរៀនអំពីណាស៊ីអាកាសធាតុណាស៊ីអេអូមេផោណាពាក្យនេះយើងអានបញ្ចេញសំឡេងថាផោណាយើងបកប្រែថាបំរែបំរួលមុំរាងកាយដូច្នេះអហ្វីយើងនឹងរៀនអំពីណាស៊ីអាកាសធាតុហើយមួយទៀតយើងនឹងរៀនអំពីបំរែបំរួលនៃរាងកាយទៅតាមអាកាសធាតុមានន័យថានៅពេលដែលអាកាសធាតុវាប្រែប្រួលទៅតើរាងកាយរបស់យើងវាប្រែប្រួលមិនដែរអញ្ចឹងបងប្អូនទាំងគ្នាបន្តទៀតវេយ្យាករណ៍យើងរៀនពីវេយ្យាករណ៍ទី1ធុងសានិងហយងយងសាបូកអ៊ឺថេនតេវេយ្យាករណ៍ទី2គឺធុងសាបូកអអ៊ីតាបន្តទៀតហ្វាល់តុងយើងនឹងរៀនអំពីណាស៊ីអេម៉ាត់កេខេហ្វេកភៀនខងហាគីភៀនខងហាដាយើងបកប្រែថាផ្លាស់ប្ដូរហើយគេបូកគីមានន័យថាធ្វើឲ្យពាក្យហ្នឹងคล้ายទៅជានាមដូច្នេះពាក្យនេះមានន័យថាការផ្លាស់ប្ដូរម៉ាត់តាត្រូវម៉ាត់គេមានហែងធ្វើអ្វីមួយឲ្យវាត្រូវបងប្អូនទាំងគ្នាដូច្នេះនៅក្នុងហ្វាល់តុងនេះគឺយើងនឹងរៀនអំពីការផ្លាស់ប្ដូរគម្រោងឬក៏ផែនការឲ្យត្រូវទៅនឹងអាកាសធាតុតទៅទៀតយើងនឹងរៀនអំពីណាស៊ីខ្វាឡនឆុងបូឆេខងហាគីពាក្យថាខ្វាន់យ៉នយើងអានថាខ្វាឡនឆេខងយើងបកប្រែថាផ្ដល់ជូនឬក៏ផ្ដល់ឲ្យខ្វាឡនមានន័យថាតកតងឬក៏មានតំណែងតំណងឆុងបូព័ត៌មានដូច្នេះនៅត្រង់ចំណុចនេះមានន័យថាការផ្ដល់ជូននៅព័ត៌មានតកតងទៅនឹងអាកាសធាតុតទៅទៀតម៉ូណាវ៉ាឆុងបូពាក្យថាមុនហ្វាវ៉ាឆុងបូពីដើមឡើយខ្ញុំអានថាមុនហ្វាបងប្អូនទាំងគ្នាប៉ុន្តែចាប់ពីពេលនេះទៅគឺយើងត្រូវបញ្ចេញសំឡេងថាម៉ូណាវ៉ាឆុងបូម៉ូណាវ៉ាឆុងបូហាន់កូកេឆលគីយើងបកប្រែថារដូវដូច្នេះហាន់កូកេឆលគីមានន័យថារដូវនៅប្រទេសកូរ៉េឬក៏រដូវរបស់ប្រទេសកូរ៉េឆលគីនេះយើងបកប្រែថារដូវកាលប៉ុន្តែគេសំដៅទៅលើការវិវត្តពីរដូវមួយទៅរដូវមួយបងប្អូនទាំងគ្នាចាឥឡូវនៅត្រង់ចំណុចនេះយើងបានរៀនរួចហើយយើងចូលដល់ចំណុចបន្ទាប់ចាឥឡូវយើងមើលរូបភាពជាមួយនឹងគ្នារូបភាពនេះមើលទៅមនុស្សម្នាដូចជាពួកគេអង្គុយមើលឲ្យកុនបងប្អូនទាំងគ្នាមើលកុនតាមសាធារណៈគេបាក់ប្រចាំងឲ្យមើល free អញ្ចឹងណាជាការមើលឃើញជាការគិតរបស់យើងតោះឥឡូវយើងមើលរូបភាពបន្តរូបភាពនេះយើងមើលទៅហាក់បីដូចជាមនុស្សម្នាដើរឆ្លងផ្លូវឬក៏ដើរតាមផ្លូវអញ្ចឹងទៅពួកគេពាក់ម៉ាស់ហ្នឹងប្រហែលជាថ្ងៃហ្នឹងលំអងធូលីកំតិចតូចហ្នឹងវាមានច្រើនដែលយើងហៅថាមីសេម៉ុនជីអញ្ចឹងពួកគេពាក់ម៉ាស់អញ្ចឹងទៅបន្តទៀតយើងមើលនេះមើលការស្លៀកពាក់របស់គេទៅដូចជាសម្លៀកបំពាក់ឡើងភ្នំមែនអត់បងប្អូនទាំងគ្នារូបភាពទី2ក៏អញ្ចឹងដែរហើយយើងមើលទៅថាពួកគេដូចជាសប្បាយរីករាយដូចជាអាកាសធាតុនេះល្អមិនក្តៅមិនត្រជាក់ល្មមមកដើរឡើងភ្នំស្រួលអញ្ចឹងណាហើយយើងមើលខាងក្រោមមានពីរសំណួរទី1គឺសួរថាជីគឺមណាស៊ីកោតេអូអេរ៉ាណាស៊ីអេសារ៉ាំតរឿនអតូខេហេងដងហេអូសំណួរទី1គឺសួរថាតើឥឡូវនេះអាកាសធាតុវាមិនដែរបន្តទៀតគឺសួរថានៅក្នុងអាកាសធាតុបែបនេះតើមនុស្សម្នាតើបុគ្គលទាំងអស់ដែលយើងកំពុងតែមើលរូបភាពនេះណាពួកគេធ្វើសកម្មភាពអ្វីអញ្ចឹងនៅសំណួរទី1យើងមើលរូបភាពហើយយើងឆ្លើយយើងទស្សន៍ទាយអញ្ចឹងណាថាអាកាសធាតុវាក្តៅល្មមអញ្ចឹងទៅហើយពួកគេឡើងភ្នំអញ្ចឹងទៅទី2យ៉ារ៉ាបូណេខូហៀងហេតូអេរ៉ាណាស៊ីកាអ៊ីស្តៃអូទី2គឺសួរថាចុះនៅឯស្រុកកំណើតរបស់បងប្អូនទាំងគ្នាហ្នឹងតើមានអាកាសធាតុបែបនេះដែរឬទេគេសួរយើងអញ្ចឹងណា
ចឹងលេខ1លេខ2ជាតួនាទីរបស់បងប្អូនទាំងគ្នាចាឥឡូវយើងចូលដល់ចំណុចបន្ទាប់ចាឥឡូវយើងចូលដល់ Office យើងមើលលេខ1ជាមួយនឹងគ្នាO늘 nasi가 어때요? 앱នេះមកពីអង់គ្លេស 앱 យើងហៅថាកម្មវិធីបងប្អូនទាំងគ្នាដូច្នេះលេខ1នេះមានន័យថានេះគឺជាកម្មវិធីអាកាសធាតុតើថ្ងៃនេះអាកាសធាតុយ៉ាងដូចម្ដេចដែរមានន័យថាអាកាសធាតុក្តៅឬក៏ត្រជាក់ឬក៏ល្ងាអីចឹងណាបងប្អូនទាំងគ្នាចាអញ្ចឹងបញ្ជាក់ម្ដងទៀតនៅក្នុងរូបដែលយើងកំពុងមើលនេះគឺជាកម្មវិធីអាកាសធាតុនៅក្នុងទូរស័ព្ទដៃហើយគឺឲ្យយើងមើលថាតើថ្ងៃនេះនឹងអាកាសធាតុយ៉ាងម៉េចដែរយើងមើលជាមួយនឹងគ្នាចាអញ្ចឹងបញ្ជាក់ម្ដងទៀតរូបភាពនេះគឺជាកម្មវិធី app អាកាសធាតុនៅក្នុងទូរស័ព្ទដៃអញ្ចឹងយើងមើលរូបភាពជាមួយនឹងគ្នារូបភាពនេះដូចជាបង្ហាញអំពីព្រះអាទិត្យដែលថ្ងៃបើកណាបងប្អូនទាំងគ្នាហើយគេដាក់ថា8អង្សាសេអញ្ចឹងមានន័យថានៅក្នុងថ្ងៃនេះបើកថ្ងៃហើយ8អង្សាសេប៉ុន្តែនៅខាងក្រោមគេដាក់ថាឆេកាំអ៊ុនដូអូដូពាក្យថាឆេកាំអ៊ុនដូយើងមានន័យថាសីតុណ្ហភាពដែលរាងកាយរបស់យើងមានអារម្មណ៍បងប្អូនទាំងគ្នាយល់អត់ឧទាហរណ៍អញ្ចឹងឥឡូវក្នុងថ្ងៃនេះគេបានប្រាប់ថាសីតុណ្ហភាពនឹងគឺ8អង្សាផលដូប៉ុន្តែរាងកាយរបស់យើងមានអារម្មណ៍នេះដែលយើងមានអារម្មណ៍ហ្នឹងគឺមានអារម្មណ៍ថាវាអូដូមានន័យថាវាត្រជាក់ជាងដែលគេផ្សាយហ្នឹងតាំងពិតអាហ្នឹងវាគឺជារាងកាយរបស់យើងដែលយើងមានអារម្មណ៍ថាបែបហ្នឹងបងប្អូនទាំងគ្នាឧទាហរណ៍ថាថ្ងៃនេះឧទាហរណ៍ណាអត់សូវក្តៅទេតែ23ទេតែ23ដូរណា23អង្សាសេណាប៉ុន្តែរាងកាយរបស់យើងមានអារម្មណ៍ថាក្តៅមែនទែនមានអារម្មណ៍ថាក្តៅជាង23នឹងទៀតគេប្រាប់តាម23សោះប៉ុន្តែរាងកាយរបស់យើងវាក្តៅជាង23នឹងទៅទៀតអញ្ចឹងបញ្ជាក់ម្ដងទៀតឆេកាំអ៊ុនដូនឹងមានន័យថាសីតុណ្ហភាពដែលរាងកាយរបស់យើងនឹងវាមានអារម្មណ៍ថាក្តៅឬក៏ត្រជាក់បងប្អូនណាគ្នាចាឥឡូវយើងមើលទៀតម៉ាល់គឹមនេះមកពាក្យថាម៉ាក់តាចឹងពាក្យម៉ាល់គឹមនេះបកប្រែថាស្រឡះមានន័យថាមេឃស្រឡះថ្ងៃនេះចេផូដាអ៊ីដូណាត់ចៃអូមានន័យថាអាកាសធាតុថ្ងៃនេះគឺស្រឡះហើយវាទាបជាងម្សិលមិញ2អង្សាសេទាបជាងម្សិលមិញ2អង្សាសេចាយើងមើលបន្តទៀតស៊ឹបដូមានន័យថាសំណើមអញ្ចឹងសំណើមគឺយុគស៊ីប%ឬក៏យុគស៊ីប%សំណើមគឺ60%ចាបងប្អូនទាំងគ្នាភាគរយយើងអាចអានបានពីរប្រភេទទី1%ឬក៏%តទៅទៀតភាអ៊ុលហ្វាក់រីយុលពាក្យថាហ្វាក់រីយុលគឺយើងបញ្ចេញសំឡេងថាហ្វាំងញុលហ៊ីអឺតវ៉ាហ្វាំងតទៅទៀតញុលហ្វាំងញុលចឹងយើងអានជាមួយគ្នាម្ដងទៀតភីអ៊ុលហ្វាំងញុលពាក្យថាហ្វាំងញុលមានន័យថាអត្រាដូច្នេះពាក្យថាភីអ៊ុលហ្វាំងញុលមានន័យថាអត្រានឹងមានភ្លៀងធ្លាក់អញ្ចឹងអត្រានឹងមានភ្លៀងធ្លាក់គឺ30%តបទៀតមីសេម៉ុនជីផូថុងមីសេម៉ុនជីគឺសំដៅទៅលើធូលីលំអងកតិចធូលីតូចដែលមាននៅក្នុងធាតុអាកាសបងប្អូនទាំងគ្នាតទៅទៀតផូថុងមានន័យថាធម្មតាលំអងធូលីគឺធម្មតាទេថ្ងៃនេះហ៎ចារូបភាពនៅខាងឆ្វេងយើងបានមើលរួចហើយតើឥឡូវយើងមើលនៅខាងស្ដាំជាមួយនឹងគ្នាចាឥឡូវយើងមើលរូបភាពទី2ជាមួយនឹងគ្នាយើងមើលពាក្យថាឆេចគីអ៊ុនឆេចមានន័យថាអបបរិមាគីអ៊ុនសីតុណ្ហភាពដូច្នេះឆេចគីអ៊ុនមានន័យថាសីតុណ្ហភាពអបបរិមាអញ្ចឹងសីតុណ្ហភាពអបបរិមាគឺសំដៅទៅលើសីតុណ្ហភាពទាបបំផុតអញ្ចឹងសីតុណ្ហភាពទាបបំផុតនៅក្នុងថ្ងៃនេះគឺ12អង្សាតទៅទៀតយើងមើលឆេកូគីអ៊ុនមានន័យថាសីតុណ្ហភាពអបបរិមាអញ្ចឹង
សេតនភាពបរិមាគឺសំដៅទៅលើសេតនភាពខ្ពស់បំផុតនៅក្នុងថ្ងៃនេះហ៎ចឹងថ្ងៃនេះសេតនភាពខ្ពស់បំផុតគឺ15អង្សាហើយទាបបំផុតគឺដក2យើងមកបន្តទៀតអូចន់នៅពេលព្រឹកនឹងមានភ្លៀងធ្លាក់ចំណែកអូហ៊ូព្រះអាទិត្យនឹងមានបាក់ថ្ងៃហើយយើងមើលយល់ដល់ស៊ីគឺម៉ោង7ល្ងាចនៅម៉ោង7ល្ងាចសីតុណ្ហភាពនឹងមានសីតុណ្ហភាព4អង្សាចំណែកឯនៅម៉ោងគឺសីតុណ្ហភាពនឹងដក1យើងមើលបន្តទៀត il kyo cha ka khoyo ចាឥឡូវយើងមើលពាក្យ il kyo cha មានន័យថាភាពខុសគ្នានៃសីតុណ្ហភាពពេលយប់និងពេលថ្ងៃអញ្ចឹងសីតុណ្ហភាពពេលយប់និងពេលថ្ងៃហ្នឹងគឺវាខយោកន្លែងនេះសំដៅទៅលើសីតុណ្ហភាពវាខុសគ្នាឆ្ងាយពេលយប់និងពេលថ្ងៃបងប្អូនទាំងគ្នាយើងមើលពេលគេដាក់ថាអូហ៊ូពេលល្ងាចហ្នឹងគឺភីកាគឺឆយោមានន័យថាភ្លៀងរាំងហើយអូហ៊ូពូថចាប់ពីពេលល្ងាចទៅគឺណារីកេយោមានន័យថាមេឃស្រឡះចាយើងមកចុងក្រោយផាមេនៅពេលយប់គីអូនីយ៉ងហារ៉ូតរចយនៅពេលយប់សីតុណ្ហភាពធ្លាក់ក្រោម0ចាបងប្អូនទាំងគ្នាយើងបានរៀនរួចហើយនៅត្រង់ចំណុចនេះគឺយើងបានរៀនអំពីកម្មវិធីអាកាសធាតុសង្ឃឹមថាបងប្អូនទាំងគ្នាចេះមើលហើយនឹងចេះបកប្រែទាំងអស់គ្នានៅត្រង់ចំណុចនេះយើងចូលដល់ចំណុចបន្ទាប់ចាយើងមើលលេខ2ជាមួយនឹងគ្នាសារ៉ាំធឺរឿន무엇을해야돼요? 왜 그래요? គេសួរថាតើមនុស្សម្នាឬក៏តើបុគ្គលទាំងអស់នេះពួកគេត្រូវតែធ្វើអ្វីចាយើងមកលេខ2사람들은 무엇을 해야 돼요? 왜 그래요? ចាឥឡូវយើងបកប្រែតើបុគ្គលទាំងអស់នេះឬក៏តើមនុស្សម្នាទាំងអស់នេះពួកគេត្រូវតែធ្វើអ្វីខ្លះហើយតើហេតុអ្វីចាអញ្ចឹងយើងមើលថាពួកគេទាំងអស់នេះត្រូវធ្វើអីគេហើយហេតុអ្វីបានធ្វើបែបហ្នឹងគឺគេសំដៅទៅលើអាកាសធាតុថាអាកាសធាតុក្តៅគួរតែធ្វើអីអាកាសធាតុត្រជាក់គួរធ្វើអីមានភ្លៀងធ្លាក់គួរតែធ្វើអីតែឥឡូវយើងមើលរូបភាពជាមួយនឹងគ្នាយើងមើលលេខ1បរិះម្នាក់នេះគាត់កំពុងតែពាក់ម៉ាស់ហើយនៅខាងក្រោមគេដាក់ថាមីសេមនជីជួយបូមីសេមនជីគឺលំអងធូលីគឺតិចធូលីល្អិតតូចដែលយើងមើលមិនឃើញនឹងភ្នែកនៅក្នុងធាតុអាកាសបងប្អូនទាំងគ្នាជួយបូមានន័យថាការប្រមានឬក៏ការប្រុងប្រយ័ត្នដូច្នេះមីសេមនជីជួយបូមានន័យថាសូមប្រុងប្រយ័ត្នលំអងធូលីតូចដែលនៅក្នុងធាតុអាកាសបន្តទៀតវេឈុលស៊ីម៉ាស្គឺរឺស៊ឺសេអូវេឈុលមានន័យថាចេញទៅក្រៅចំណែក C នេះវាស្មើវាស្រដៀងគ្នានឹងពាក្យថាខ្យងអ៊ូក្នុងករណីបងប្អូនទាំងគ្នាដូច្នេះនៅកន្លែងនេះមានន័យថាក្នុងករណីចេញទៅខាងក្រៅសូមពាក្យម៉ាស់ឬក៏យើងនិយាយមួយទៀតឲ្យស្រួលស្ដាប់គឺសូមពាក្យម៉ាស់នៅពេលដែលចេញទៅខាងក្រៅអញ្ចឹងយើងមើលរូបភាពទី1គេឲ្យយើងប្រុងប្រយ័ត្នតាក់ទងទៅនឹងមីសេមនជីដូច្នេះពេលដែលយើងចេញទៅក្រៅសូមឲ្យយើងនឹងពាក់ម៉ាស់តបទៀតយើងមកលេខ2ជាមួយនឹងគ្នាមើលពីអ្នកនេះគាត់បាច់ញើសខ្លាំងហើយគាត់ញ៉ាំទឹកច្រើនមែនទេច្រើនមែនទេយើងមើលជាមួយនឹងគ្នាគេមានពាក្យថាភោគយ៉ំជួយបូពេលនេះយើងឃើញថាភោគយ៉ំតែយើងត្រូវបញ្ចេញសំឡេងថាភោខ្ញុំជួយបូអញ្ចឹងយើងអានជាមួយគ្នាម្ដងទៀតភោខ្ញុំជួយបូភោខ្ញុំមានន័យថារលកកម្ដៅមានថាកម្ដៅហ្នឹងវាឡើងខ្លាំងជួយបោការប្រមានដូច្នេះនៅកន្លែងនេះមានន័យថាការប្រមានអំពីរលកកម្ដៅបន្តមកទៀតមួយឬម៉ានីម៉ាសយ៉ាហេអូត្រូវតែទទួលទានទឹកឲ្យបានច្រើនអញ្ចឹងកន្លែងនេះមានន័យថាគេប្រមានគេប្រាប់យើងអំពីរលកកម្ដៅអញ្ចឹងគេណែនាំឲ្យយើងនឹងញ៉ាំទឹកឲ្យបានច្រើនយើងមើលបន្តទៀតលេខ3យើងមើលហូអ៊ូខ្យងបូមានន័យថាការប្រមានចាយើងមើលឥឡូវយើងសិក្សាពាក្យថាជូអ៊ីបូហើយនឹងពាក្យថាខ្យងបូពា
ពាក្យនេះយើងបកប្រែថាការប្រមានដូចគ្នាបងប្អូនទាំងគ្នាការប្រមានឬក៏ប្រុងប្រយ័ត្នឲ្យធ្វើអ្វីមួយអញ្ចឹងណាប៉ុន្តែជួយ Bo នេះគឺគេប្រមានយើងឲ្យយើងនឹងគ្រាន់តែប្រុងប្រយ័ត្នទេបងប្អូនទាំងគ្នាប្រុងប្រយ័ត្នធម្មតាអញ្ចឹងណាអត់សូវគ្រោះថ្នាក់ទេប៉ុន្តែខ្យង Bo នេះមានន័យថាគេប្រមានយើងឲ្យយើងនឹងប្រុងប្រយ័ត្នប្រុងប្រៀបធ្វើអ្វីមួយអញ្ចឹងណាឥឡូវយើងមើលរូបភាពសិនអញ្ចឹងរូបភាពទី2នេះគេគ្រាន់តែប្រាប់អំពីរលកកម្ដៅទេប៉ុន្តែគេគ្រាន់តែឲ្យយើងនឹងញ៉ាំទឹកឲ្យបានច្រើនប៉ុន្តែយើងមើលលេខ3នេះនៅក្នុងលេខ3នេះគឺគេឲ្យយើងប្រុងប្រយ័ត្នមានភ្លៀងធ្លាក់ខ្លាំងហើយគេឲ្យប្រជាពលរដ្ឋដែរនៅជុំវិញបឹងទន្លេបឹងបួស្ទឹងនឹងសូមឲ្យភះខ្លួនកិច្ចចេញជំលះខ្លួនទៅកន្លែងដែលមានទីទួលសុវត្ថិភាពបងប្អូនទាំងគ្នាចឹងបញ្ជាក់ម្ដងទៀតជួយ Bo យើងបកប្រែថាការពមៀនប៉ុន្តែពមៀនតាក់ទងទៅនឹងគេឲ្យយើងប្រុងប្រយ័ត្នធម្មតាទេប្រុងប្រយ័ត្នខ្លាចវាបែបនេះដូចក្នុងរូបភាពខាងលើនេះណាដូចជារូបភាពទី3ហ្នឹងគ្រាន់ឲ្យតែញ៉ាំទឹកឯងប្រុងប្រយ័ត្នចឹងប៉ុន្តែនៅកន្លែងលេខ3នេះគឺគេឲ្យយើងប្រុងប្រយ័ត្នហើយគេឲ្យយើងត្រៀមខ្លួនដើម្បីគេចចេញទៀតនៅកន្លែងនេះហ៎អញ្ចឹងអាខ្យង Bo នេះគេពមៀនយើងប្រុងប្រយ័ត្នហើយឲ្យយើងនឹងត្រៀមខ្លួនដើម្បីធ្វើអ្វីមួយទៀតបងប្អូនទាំងគ្នាអញ្ចឹងខ្ញុំសង្ឃឹមថាបងប្អូនទាំងគ្នានឹងយល់ពាក្យថាខ្យង Bo ហើយនឹងពាក្យថាជួយ Bo ចាឥឡូវយើងមើលរូបភាពទី3ជាមួយនឹងគ្នាម្ដងទៀតហូអ៊ូខ្យង Bo ការប្រមានភ្លៀងធ្លាក់ខ្លាំងបន្តទៀតហាឆនជូភៀនជូមីនិនទេភីហាសេអូពាក្យថាទេភីហាដាមានន័យថាជំនឿខ្លួនជូភៀនជំវិញជូមីនប្រជាពលរដ្ឋហាឆននេះគឺគេសំដៅទៅលើស្ទឹងបឹងបួព្រែកទន្លេបងប្អូនទាំងគ្នានិយាយទៅកន្លែងណាដែលមានដក់ទឹកហ្នឹងកន្លែងទាំងអស់ហ្នឹងគឺគេសំដៅទៅលើពាក្យថាហាឆនអញ្ចឹងបញ្ជាក់ម្ដងទៀតហាឆនហ្នឹងគឺគេសំដៅទៅលើកន្លែងដែលមានដក់ទឹកនិយាយស្រួលស្ដាប់បងប្អូនទាំងគ្នាអញ្ចឹងបងប្អូនទាំងគ្នាបកប្រែជាប្រយោគទៅបងប្អូនទាំងគ្នានឹងយល់ហើយប្រយោគនេះហ៎អញ្ចឹងនៅកន្លែងនេះគេមានន័យថាការប្រមានតកតងទៅនឹងភ្លៀងធ្លាក់ខ្លាំងបន្តទៀតគេបានប្រាប់ថាសូមប្រជាពលរដ្ឋដែលរស់នៅជុំវិញបឹងបួទន្លេព្រែកអីហ្នឹងសូមជំលះខ្លួនទៅកន្លែងដែលមានទីទួលសុវត្ថិភាពហេតុអ្វីគឺដោយសារតែភ្លៀងវាធ្លាក់ខ្លាំងហើយធ្លាក់ខ្លាំងហ្នឹងអាចឈានដល់អាចមានគ្រោះថ្នាក់ទឹកជំនន់ឡើងខ្លាំងអញ្ចឹងដូច្នេះហើយបានគេប្រើពាក្យថាខ្យង Bo គេអត់ប្រើថាជួយ Bo ទេបើសិនជាប្រើពាក្យថាជួយ Bo មិនចាំភៀសខ្លួនទេចាឥឡូវយើងមើលរូបភាពទី4ចុងក្រោយជាមួយនឹងគ្នាថ្ងៃនេះមានធ្លាក់ព្រិលហើយគេពាក់អាក្រាស់ហើយខាងក្រោមគេដាក់ថាហាន់ផាខ្យង Bo ហាន់ផាមានន័យថារលកត្រជាក់អញ្ចឹងការប្រមានតកតងទៅនឹងរលកត្រជាក់យើងមើលពាក្យបន្ទាប់ខានឹងហាមៀនវេជួយឬហាជីម៉ាសេអូបើសិនជាអាចសូមកុំចេញទៅក្រៅអញ្ចឹងថ្ងៃហ្នឹងគឺថាល្ងាខ្លាំងបើអាចមិនចាំចេញទៅខាងក្រៅទេចាបងប្អូនទាំងគ្នាអញ្ចឹងនៅត្រង់ចំណុចនេះបងប្អូនទាំងគ្នារៀនបានពាក្យច្រើនណាព្រោះគឺពាក្យភោខ្ញុំហាន់ផាហូអ៊ូហើយពាក្យវេឈុលហើយនឹងពាក្យថាជួយ Bo ហើយនឹងខ្យង Bo នឹងវាខុសគ្នាបែបណាសង្ឃឹមថាបងប្អូនទាំងគ្នានឹងចេះនឹងយល់ចាំពាក្យនឹងទាំងអស់គ្នាយើងចូលដល់ចំណុចបន្ទាប់យើងចូលដល់វេយ្យាករណ៍ចាឥឡូវយើងទៅរៀនវេយ្យាករណ៍ជាមួយនឹងគ្នាសិនបន្ទាប់មកយើងរៀននៅខាងអត្ថបទនេះជាមួយនឹងគ្នាចាឥឡូវយើងមើលនិយមន័យជាមួយនឹងគ្នាទម្រង់កិរិយាសព្ទនិងគុណនាមមកថេនតេគឺជាទម្រង់វេយ្យាករណ៍មួយគេប្រើដើម្បីធ្វើការប៉ាន់ស្មាននៅរឿងហេតុការណ៍អ្វីមួយដែលអាចកើតមាននៅថ្ងៃអនាគតនិយាយខ្លីទៅគឺយើងប្រើដើម្បីប៉ាន់ស្មានរឿងអ្វីមួយដែលវាកើតមាននៅថ្ងៃខាងមុខហើយនៅប្រយោគខាងក្រោយវាបង្កប់នៅអារម្មណ៍មួយចំនួនដូចជាការព្រួយបារម្ភការសោកស្ដាយនិងការផ្ដល់យោបល់ផ្សេងបងប្អូនទាំងគ្នាហើយយើងអាចបកប្រែជាភាសាខ្មែររបស់យើងដែលយើងអាចបកប្រែថាប្រហែលនឹងចុចដូច្នេះហើយពេលខ្លះយើងគ្រាន់តែបកប្រែថាប្រហែលនឹងដូច្នេះហើយយើងអត់ប្រើក៏បានដែរវាអាស្រ័យទៅលើយើងប្រយោគជាភាសាខ្មែររបស់យើងណា
ចាឥឡូវយើងមកឧទាហរណ៍ជាមួយនឹងគ្នានេះគឺជាឧទាហរណ៍រវាងកូនស្រីហើយនឹងម្ដាយអញ្ចឹងតាលនឹងបកប្រែថាកូនស្រីអញ្ចឹងកូនស្រីនឹងគាត់បាននិយាយទៅម្ដាយថាអូម៉ាហាក់ខៀវអេខាតាអ៊ុលកេអូដែលភាសាខ្មែរយើងមានន័យថាខ្ញុំទៅសាលាម៉ាក់អញ្ចឹងម៉ាក់នៅពេលដែលឮកូនលាទៅសាលាហ្នឹងម៉ាក់ក៏តបថាអូហ៊ូអេភេកាអ៊ុលថេនតេអ៊ូសានិលខាសខាដែលមានន័យថារុស្ស៊ីនេះប្រហែលនឹងមានភ្លៀងធ្លាក់ហើយដូច្នេះហើយយកឆាត់ទៅផងអញ្ចឹងនៅត្រង់ចំណុចនេះគឺល្ងាចហ្នឹងពេលល្ងាចហ្នឹងមិនដឹងថាភ្លៀងឬក៏មិនភ្លៀងទេគឺម្ដាយហ្នឹងគាត់ជាអ្នកទស្សទីគាត់ប៉ាន់ស្មានថាល្ងាចហ្នឹងប្រហែលជានឹងមានភ្លៀងធ្លាក់ហើយដូច្នេះគាត់ព្រួយបារម្ភខ្លាចកូនទៅទឹកអញ្ចឹងហើយបានជាគាត់ឲ្យកូនយកឆាត់ទៅជាមួយផងអញ្ចឹងនៅខាងក្រោយហ្នឹងគឺសំដែងនៃការព្រួយបារម្ភរបស់ម្ដាយចំពោះកូនណាបងប្អូនទាំងគ្នាចានៅពេលដែលបងប្អូនទាំងគ្នាឃើញឧទាហរណ៍មួយនេះបងប្អូនទាំងគ្នានឹងគិតថាអូតម្រងវេយ្យាករណ៍នេះស្តៀងនឹងតម្រងវេយ្យាករណ៍អ៊ឺក៏កថាប៉ុន្តែមានស្តៀងគ្នាក៏ពិតមែនប៉ុន្តែនៅក្នុងវេយ្យាករណ៍អ៊ឺថែនតេរបស់យើងនេះគឺគេគ្រាន់តែផ្ដោតសំខាន់ថានៅខាងប្រយោគខាងក្រៅហ្នឹងគឺបញ្ជាក់បង្កប់នៅអារម្មណ៍មួយចំនួនរបស់អ្នកនិយាយឧទាហរណ៍ដូចជានៅក្នុងឧទាហរណ៍មួយនេះចឹងនៅក្នុងឧទាហរណ៍នេះម្ដាយគឺគាត់ព្រួយបារម្ភថាខ្លាចកូននឹងសាមដូច្នេះហើយគាត់ក៏ឲ្យកូននឹងយកឆាត់ទៅជាមួយចាសង្ឃឹមថាបងប្អូនទាំងគ្នានឹងយល់នៅត្រង់ចំណុចនេះតើឥឡូវយើងទៅមើលចំណុចបន្តយើងមើលពីរបៀបប្រើកិរិយាសព្ទនិងគុណនាមណាបញ្ចប់ដោយព្យញ្ជនៈយើងប្រើជាមួយនឹងអ៊ឺថែនតេយើងមកឧទាហរណ៍ដូចជាពាក្យថានៅតាយើងលបដាចោលនៅសល់នឺតវាបញ្ចប់ដោយព្យញ្ជនៈដូច្នេះយើងប្រើអ៊ឺថែនតេទៅជានៅជឺថែនតេបងប្អូនទាំងគ្នាត្រូវចងចាំថានៅត្រង់អ៊ឺហើយនឹងថែនតេនៅចន្លោះហ្នឹងគឺត្រូវដក clear បងប្អូនទាំងគ្នាបងប្អូនទាំងគ្នាមើលការសរសេររបស់ខ្ញុំនៅត្រង់វីដេអូនេះខ្ញុំអត់បានចម្អុលបង្ហាញសម្រាប់បងប្អូនទាំងគ្នាឯងកុំព្យូទ័រមានបញ្ហាបន្តិចតោះឥឡូវយើងមើលបន្តទៀតម៉ាន់ថាជាគុណនាមយើងលុបដាចោលនៅសល់ម៉ាន់ហើយប្រើជាមួយនឹងអ៊ឺថែនតេទៅជាម៉ានឺថែនតេពេលដែលសរសេរបងប្អូនទាំងគ្នា complete ដល់ clear នៅចន្លោះអ៊ឺហើយនឹងថែនតេតើឥឡូវយើងមើលឧទាហរណ៍ជាមួយនឹងគ្នាទី1នៅជឺថែនតេប៉ាលេខាចាភាសាខ្មែរប្រហែលនឹងយឺតហើយដូច្នេះហើយតោះទៅឲ្យលឿនអញ្ចឹងនៅក្នុងឧទាហរណ៍មួយនេះអ្នកនិយាយហ្នឹងគឺគាត់បារម្ភថាគាត់ទស្សទីថាប្រហែលជានឹងយឺតដែរដូច្នេះហើយគឺគាត់បបួលគ្នាគាត់នឹងទៅឲ្យលឿនអញ្ចឹងនៅក្នុងប្រយោគនេះបង្ហាញពីការបារម្ភបងប្អូនទាំងគ្នាពីអារម្មណ៍របស់យើងថាបារម្ភខ្លាចទៅយឺតដូច្នេះហើយបបួលគ្នាទៅឲ្យលឿនតើឥឡូវមកបន្តទៀតលេខ2សាឡាមីម៉ានៅថែនតេអ៊ីលទីខៃអូដែលមានន័យថាមនុស្សប្រហែលនឹងច្រើនដូច្នេះហើយឆាប់ទៅបន្តិចមានន័យថាទៅឲ្យលឿននឹងឯងបងប្អូនទាំងគ្នាអញ្ចឹងនៅកន្លែងនេះគឺគេបញ្ជាក់ពីអារម្មណ៍មួយគឺបារម្ភថាខ្លាចមនុស្សច្រើនដូច្នេះហើយគេបបួលគ្នាទៅឲ្យលឿនបងប្អូនទាំងគ្នាអញ្ចឹងលំហាត់ទី1ឧទាហរណ៍ទី1នេះយើងប្រើអ៊ឺថែនតេដោយសារតាកិរិយាសព្ទដើមរបស់យើងនៅតាយើងប្រើជាមួយនឹងអ៊ឺថែនតេទី2ក៏ដូចគ្នាម៉ាន់ថាយើងប្រើជាមួយនឹងអ៊ឺថែនតេតើឥឡូវយើងមើលរបៀបប្រើបន្តទៀតកិរិយាសព្ទនិងគុណនាមណាដែលបញ្ចប់ដោយស្រៈយើងប្រើជាមួយនឹងរីអ៊ឺថែនតេឧទាហរណ៍អូដាយើងលុបដាចោលនៅសល់អូយើងប្រើជាមួយនឹងរីអ៊ឺថែនតេទៅជាអ៊ុលថែនតេចាឥឡូវយើងមើលបន្តទៀតភីសាដាជាគុណនាមលុបដាចោលដែលមានផាត់ឈិនតេយើងប្រើជាមួយនឹងរីអ៊ឺថែនតេទៅភីសាថែនតេចាឥឡូវយើងទៅរៀនឧទាហរណ៍ជាមួយនឹងគ្នាឧទាហរណ៍ទី1ម៉ាខារ៉ាស៊ីតូអ៊ុលថែនតេអូពុនថហ្គីតារីសេអូដែលយើងមានន័យថាម៉ាការ៉ាប្រហែលនឹងមកដែរសូមរងចាំ5នាទីទៀតអញ្ចឹងនៅក្នុងទី1នេះមានន័យថាមានម្នាក់ហ្នឹងគឺគាត់ទោះទេគាត់បានស្មានថាម៉ាការ៉ាប្រហែលជានឹងមកដែរហើយដូច្នេះរងចាំ5នាទីទៀតទៅអញ្ចឹងនៅកន្លែងនេះគឺគេបារម្ភថាម៉ាការ៉ាបារម្ភឲ្យគិតថាម៉ាការ៉ានឹងមកដូច្នេះគេបបួលគ្នាឲ្យចាំអញ្ចឹងបងប្អូនទាំងគ្នាហើយកិរិយាសព្ទរបស់យើងអូដាលុបដាចោលប្រើជាមួយនឹងរីអ៊ឺថែនតេតបទៀតលេខ2 Evan Pisonen ជុំ Pisa Tente ខឿនឆាណៃអូដែលមានន័យថារ៉ូបនេះប្រហែលនឹងថ្លៃបន្តិចហើយតើមិនអីទេហើយគុណនាមរបស់យើង Pisa ដែរយើងលុបដាចោលប្រើជាមួយនឹងរីអ៊ឺថែនតេទៅជា Pisa Tente ចាឥឡូវមើលចំណុចបន្តចំណាំ
cái nhà sắp nâng con niệm ná đai bẩn chập đào chân chân nẹ rỉ ơ lục cháo hai dân pra cho mình nâng rỉ ơ thành tề dân pra dân mơ bịa mặn thư đá dân lục đá cháo lục rỉ ơ cháo nó son mặn thư hai dân pra cho mình nâng rỉ ơ thành tề từ chia mặn thư thành tề chào bọn nó kia mơ bịa tham mặn thư thành tề chân rỉ ơ nè cram thì cứ nâng á rỉ ơ nâng cứ chia rỉ ơ rồi bỏ vậy có bỏ dương mình men chia rỉ ơ rồi bỏ bịa đào mặn thư đá nè bọn nó kiaเพราะทางไว้ก็บ่เยอะคือรีแทนเตให้นังแทนเตอัดเมียนไว้ก็แทนเตนะบางคนแบบนี้จ้ะอะไรยังมาเป็นบรรทัดหิมถือดาเตอเจี๊ยหิมถือให้ยังปลาจะมารีแทนเตเตอเจี๊ยหิมถือแทนเตจ้ะสังคมตามบางคนแบบนี้หนึ่งตอนตอนจำไหนนี่แต่เลยยังตะเด็ดอุทอเชฟพ่อมือมันนี่มันถือแทนเตสิการนี่มันนี่ผิดเหี่ยวได้เมื่อในแท้ประหารหนึ่งเตอผลิตภัณฑ์ชราญให้ก็เตอกาเป็นชราญได้ฉันจึงในตรงอุติหรณ์นี่คือเกอจบาเตจึงเกตัวตีท่าประหารหนึ่งเตอผลิตตุ่มหนึ่งชราได้ให้ก็เตอกาเป็นเวลาชราญได้จึงในหลายได้ยังปรามันถือแทนเดยังเบอร์ติปีโอเนอร์เอรีหิมถือแทนเดหิมเดเซลได้เมื่อในแท้ทั้งไงนี้การเงี้ยประหารหนึ่งปิดใบไอ้สู้dân kỳ nhà sập con niệm mà dân hiểm thư đá nhưng lục đá cháu hay pra cho mình nó để thêm tệ chả lấy mơ trong này bằng tốt cái nhà sập nâng con niệm khá đa bằng chọc đá trên trên này thì gửi đâu tới thì hai dân pra cho mình nó thêm tệ chả lấy dân mơ bị khát tá nhưng lục đá cháu hai thì gửi đâu tới thì ta chia call hai dân pra cho mình nó thêm tệ ta chia call thêm tệ tí pi thức tá nhưng lục đá cháu thì cứ đầu tới thì tới chia thứ hai em pra cho mình nâng thêm té tới chia thứ thêm té việc từng pi nít style chia cái giá sáp bao nhiêu cái này chúng po con đàn em này miền thì cứ hai thì cứ đầu tới thì nâng cứ họ đã chua bé bao nhiêu cái này tăng về dòng riêng máu họ đã chua về bữa sân chơi bao nhiêu này nè chua bé nâng chui này nào mà dòng bản squat phó ở sâu miền nó bao nhiêu cái này pra hai đó chả lấy mơอุทธรจะเป็นขี้จ่ายังอุทธรโอเนอร์มันนี่ขอรื้อแทนเต้เพี้ยนนั้นสินบารื้อสินเนอร์เซลได้เป็นในแท้ไงนี่ประหารหนึ่งตระดาษรานส้มเปะสบายเชิงดาดาวสรุลจ่ายังมาเปียขอรื้อแทนเต้มาเปียทางขัดตายหลบดาเจ้าที่เกิดบ่อยเยอะโดยเจียริให้ยังปลาจะเหมือนแทนเต้แต่เจียขอรื้อแทนเต้ประหารหนึ่งดาจ่าแล้วยังเมื่อจำไหนบรรทบจำนำcon đàn em na đây mình chọn đạp trên trên này bị ấp đâu tới chia sẻ hai pra cho mình nâng rỉ thành tệ nhưng màu thì họ đã chỉ biết chụp ta lập đá chát hai bị ấp đâu tới chia sẻ tới chia chữ hai pra cho mình nâng rỉ thành tệ tới chia chữ thành tệ tập tiết thập ta nhưng lập đá chát hai bị ấp đâu tới chia sẻ tới chia thổ hai pra cho mình nâng rỉ thành tệ tới chia thổ thành tệ nhưng mà uti họ nhưng mà lịch muối ô nữ chữ thành tệ ta tự thả cái sư lịch bự xèo đại bên này thế ngay đi pra hai nâng tật trẻ xong sẽ bẻ ở ban cọ đàng tây bì do thuốc xìe nó mu thấu thành tệ cho nhau ít cục xìe mà nà cha đại bên này thế bên mong đập pi việc đàng nè dưới chụp nên nó mong đập pi là nghĩ bình từ chả nơi trăng lịch pi này cứ nhỏ ban bọ pra tha pra hai nâng ấy bao giờ cái này nhưng bọ praแบบนี้nhưng mà làm tha viên nghi sưu là đập chiến bao giờ cái này dương còn lại đăng tha tầm rong vậy có bởi dương pra là pe ná bà này bao giờ cái này pe khai dương bà chăm bọ pra trâu nâng bị sa khai bởi dương mà rồi phe rồi của bà này bao giờ cái này dương vô pi ca pra là bảo viên nó cứ okจากบางคนนักเรียนยมสมบัญชีการเป็นโยลไว้ก็ในตอนจำหน่ายได้ยังบางคนนักเรียนสังคมดาวบางคนนักเรียนหนึ่งโยลในอัตโนมัติให้หนึ่งใช้ปราบปรามในตำรวจไว้ก็แทนเตตอนแล้วยังจะเรียนในคลาสเพอร์วิงจากบางคนนักเรียนมันต่อไปเรียนไว้ก็หายสังคมดาวบางคนนักเรียนหนึ่งโยลให้ใช้ปราบปรามไว้ก็นี่จึงมาดอจำหน่ายนี้ยังมาจำประโยชน์เรียนดองเตะยังโจเรียนจำนวนนักเรียนต่ำตองจ้าแล้วยังเมื่อรูปเพียบจมูกนักเนี้ยนักน้องเพียบนี้คือจากการสันติเนียระเวียงผักมินซูให้นังหูแอนนักน้องรูปเพียบนี้คือผักมินซูให้นังหูแอนนั่งกอดเจี๊ยบได้แบบปนนังคณีให้นักน้องรูปเพียบนี้คือหูแอนนั่งกอดกระปงแต่เขาชัดนั่งแต่เอาผักมินซูให้ยังเมื่อทานแต่ตั้งปีจะเจอไอจมูกนักเนี้ย
Park Min Soo nâng còn ban vậy được căn Huen tha Yobo Kata ulke Huen còn có trả tha Hue Pika utente Usana Kajiko Kaseo Chà lấy một trái Park Min Soo còn có ban vậy từ Huen tha ôn sầm lanh bong tới hai chạm bong mặc vinh ok bong tới hai chạm bong mặc vinh hai Huen còn có trả tha nợ pe là nghĩa chứ bà hai chia nâng miền phèn thẹn được cho này hai xôm dốc chát tư chia mùi phong chẳng ca xong tận này cứ Park Min Soo nâng còn nâng tranh tạc ra hay còn nâng tạc lọc màu vinh còn prap Huen chẳng á hai Huen còn vậy tha pe là nghĩa nâng bà hai chia nâng miền phèn thẹn hai xôm dốc chát tư chia mùi phong dốc chát tư chọn khuôn phong á bằng phong nặng nè chẳng tụm rong bây giờ có cái giá sắp nâng con anh em thêm té nó cứ dân pra pra nó pe đại dương nâng tuột tia vậy mới spansman là vậy mũi một con đã kia chà chẳng ca xong tận này hàng chvé ba mình chọc há dân chỗ đó về muôn cho mọi người kia dây muôn đấy dân bậc pra thả ụ tia hó chia pro dục mình tập tiết dân mơ ca xong tận này rồi viên kha hay đằng nà khá các bạn thầy thà ý po nè thô pixie home phổ chiếu nè có lại nè 잘 파야 할 텐데 걱정이에요. tụm rong chi vô nên lại nó dân pra bài bờ xua mình chẹ sừng cọt thằng ngôn chứ nào sừng cọt nơi chứ nào một con nè chẳng khá nè cọt ban xua từ cana tha ta prolong topic nơi lực đi đai rư mình té biết tha xì hom phổ đá mình này tha prolong một con nè chẳng khá có xua từ cana tha ta lực đi prolong topic on prolong topic đai mẹ nó hai ná các bạn trả lời nè 잘 파야 할 텐데 걱정이에요 baឬក៏ចាខ្ញុំមកប្រហែលជាត្រូវប្រឡងឲ្យបានល្អហើយខ្ញុំពិតជាបារម្ភមែនតែនចាអញ្ចឹងនៅការឆ្លើយរបស់គាត់នេះគឺមានន័យថាប្រហែលជាលើកមុនហ្នឹងគាត់ប្រឡងអត់បានល្អអញ្ចឹងលើកនេះគឺគាត់ត្រូវតែប្រហែលជាប្រឡងឲ្យបានល្អជាងលើកមុនហើយគាត់បារម្ភមែនតែនអញ្ចឹងណាបងប្អូនតានេះបន្តទៀតយើងមើលប្រយោគទី1 밥을 쓸 텐데 시간을 내주셔서 감사합니다. biết tha 시간을 내다 mình tha trong này về được cho nên trong biểu dục ní mình thaប្រហែលជារវល់ហើយមើលទៅខ្ញុំអរគុណមែនតើដែលបានចំណាយពេលចាអញ្ចឹងមានន័យថាអ្នកនិយាយនេះគាត់និយាយទៅកាន់បកគលម្នាក់ទៀតដែលនិយាយជាមួយគាត់ណាគាត់ហ្នឹងទូទីថាប្រហែលជាបកគលដែលនិយាយជាមួយគាត់ហ្នឹងរវល់ហើយប៉ុន្តែនៅតែមកចំណាយពេលមកជួបគាត់អីអញ្ចឹងគឺគាត់អរគុណមែនតើអញ្ចឹងបញ្ជាក់ម្ដងទៀតនៅក្នុងប្រយោគនេះមានន័យថាប្រហែលជារវល់ហើយសូមអរគុណដែលបានចំណាយពេលឬក៏យើងអាចនិយាយមួយទៀតក៏បានដែរឲ្យយើងស្រួលស្ដាប់ជាមួយនឹងគ្នាគឺយ៉ាងបកប្រែថាសូមអរគុណដែលបានចំណាយពេលទោះបីជារវល់ក៏ដោយចាយើងមកចុងក្រោយ친구가 기다리고 있을 텐데 빨리 가야겠어요. 자,បកប្រែមិត្តភក្តិរបស់ខ្ញុំនឹងប្រហែលជាកំពុងតែរងចាំខ្ញុំហើយខ្ញុំត្រូវតែទៅឲ្យលឿនចាយេមូនយើងបានរៀនជាមួយនឹងគ្នាហើយចំណែកខាងក្រោមយើងបានរៀននឹងបញ្យលរួចហើយតកតងទៅនឹងវេយ្យាករណ៍ពេលណាយើងប្រើអ៊ឹលពេលណាយើងប្រើឬចាសង្ឃឹមថាបងប្អូនទាំងគ្នានឹងយល់នៅត្រង់ចំណុចនេះយើងចូលដល់자, 정말 렉모이 좀 있네요. 그림을 보고 보기와 같이 친구와 이야기 보세요. 그런 점 này 그 áo dương mơ được phép háo cho chơi kia cho mình một phép đại prao cho mình tầm rong kẻ sáp đang con là niệm thêm tề ta lấy dân mơ phổ ký dân mơ được phép tìm mũi mơ tới đôi chị bà rộp này có tranh là thẳng ra hai cái ai cray chân từ hồi ní miền ai là người chân tới và tạo má cái miền pì tìm mũi 날씨가 춥다. 아까시 들었지야.ទី2 두꺼운 옷을 입다. mìnhថាស្លៀកសម្លៀកបំពាក់ក្រាស់ដែលក្រាស់អញ្ចឹងឥឡូវយើងមើលជាឧទាហរណ៍គេបានថាឆ갔다 올게요. ខ្ញុំទៅហើយនឹងមកវិញខ្ញុំទៅហើយនឹងមកវិញហើយចាំមើលចម្លើយគេបានយកប្រយោគពីរនេះភ្ជាប់គ្នាដែលប្រើជាមួយនឹងទម្រង់텐데ឬ텐데តើយើងមើលគេបានឆ្លើយថា날씨가 추울 텐데 두꺼운 옷을 입는 게 어때요? យើងមើលពាក្យថា 입는 ប៉ុន្តែយើងមិនចេះសំឡេងថា im មកបងប្អូនទាំងគ្នា im는 ដែលពាក់ដូច្នេះនៅក្នុងប្រយោគនេះគេ
បានភ្ជាប់ហើយយើងបកប្រែថាប្រហែលជាអាកាសធាតុហ្នឹងត្រជាក់ហើយដូច្នេះហើយពាក់កៅអៅដែលក្រាស់យ៉ាងម៉េចដែរចឹងពាក់កៅអៅយ៉ាងដែលក្រាស់យ៉ាងម៉េចដែរចឹងនៅកន្លែងនេះយើងមិនឆ្លើយទេបងប្អូនទាំងគ្នាយើងគ្រាន់តែមិនចាំសួរសំណួរអីទេយើងគ្រាន់តែយកពាក្យយកមករូបភាពហើយយកពាក្យដែលគេឲ្យហ្នឹងមកភ្ជាប់ជាមួយទម្រង់វេយ្យាករណ៍យើងទៅគុណនាមឬក៏កិរិយាសព្ទណាដែលមានផាត់ឈាមយើងប្រើថេនតេទៅហើយគុណនាមនិងកិរិយាសព្ទណាដែលមានផាត់ឈាមយើងប្រើរីថេនតេតើឥឡូវសង្ឃឹមថាបងប្អូនទាំងគ្នាអាចភ្ជាប់ប្រយោគដល់ខ្លួនឯងបាននៅត្រង់ចំណុចនេះខ្ញុំគ្រាន់តែបកប្រែពាក្យសម្រាប់បងប្អូនទេណាតើឥឡូវយើងមើលពាក្យទី1មីសេម៉នជីកាស៊ីម៉ាដាមានន័យថាលំអងធូលីល្អិតដែលមាននៅក្នុងអាកាសហ្នឹងគឺវាធ្ងន់ធ្ងរណាស់ថ្ងៃនេះហើយមានន័យថាវាមានច្រើនពាក្យថាស៊ីម៉ាដាពាក្យនេះយើងបញ្ចេញសំឡេងថាស៊ីម៉ាដាប៉ុន្តែអានឲ្យលឿនណាបងប្អូនស៊ីម៉ាដាមិនស៊ីម៉ាដាឯណាស៊ីម៉ាដាវារៀងដូចស៊ីមហាដាបន្តិចស៊ីម៉ាដាបន្តិចបងប្អូនទាំងគ្នាវាពាក់កណ្ដាលគ្នាហ្នឹងបន្តទៀតម៉ាស្គឺស៊ឺដាពាក់ម៉ាតបទៀតរូបភាពទី2យើងមើលរូបភាពឡានក្រុងមនុស្សច្រើនឯស្ទះឲ្យចឹងទៅកន្លែងនេះរូបភាពទី2គឺរថភ្លើងក្រោមដីយើងមើល Kiri Makida ផ្លូវក៏ស្ទះខ្លាំងយើងមើលពាក្យថា Makhida ប៉ុន្តែយើងបញ្ចេញសំឡេងថា Makhida Kiri Makida ផ្លូវក៏ស្ទះ Jihacharu Tada Jihacharu Tada ជីរថភ្លើងក្រោមដីយើងមើលរូបភាពទី3រូបភាពទី1ធ្លាក់ព្រិលហើយរូបភាពទី2គេដាក់រូបភាពបែបនេះមានន័យថាប្រហែលជាល្អិលខ្លាំងហើយយើងមើលពាក្យខាងក្រោម Kiri Mikurapta ផ្លូវរអិល Charu Tuko Khada មានន័យថាទុកឡានចោលហើយទៅចាអញ្ចឹងនៅត្រង់រូបភាពនេះនៅក្នុងឧទាហរណ៍នេះខ្ញុំបានបកប្រែសម្រាប់បងប្អូនទាំងគ្នាសាកល្បងភ្ជាប់ជាមួយនឹងទម្រង់វេយ្យាករណ៍ឬថេនតេដែលខ្លួនឯងសង្ឃឹមថាបងប្អូនទាំងគ្នាអាចធ្វើបានកុំរំលងបងប្អូនទាំងគ្នាតើឥឡូវយើងចូលដល់ចំណុចទី2ចាយើងមើលលេខ2ជាមួយនឹងគ្នាយោរ៉ូពូនិនអរ៉ាតេអតខេហាល់កូអេយ៉ូឈិនកូវ៉ាយ៉ាគីហេផូសេលខ្ញុំបកប្រែតើអ្នកទាំងអស់គ្នានៅពេលបែបនេះនៅក្នុងស្ថានភាពបែបនេះតើអ្នកទាំងអស់គ្នានឹងត្រូវធ្វើដូចម្ដេចសូមជជែកគ្នាជាមួយនឹងមិត្តភ័ក្តិចាហ្នឹងនៅកន្លែងនេះគេសួរយើងថាតើពួកយើងទាំងអស់គ្នានឹងត្រូវធ្វើបែបណានៅពេលដែលយើងជួបស្ថានភាពបែបនេះហើយគេឲ្យយើងជជែកគ្នាជាមួយនឹងមិត្តភ័ក្តិដោយប្រើជាមួយនឹងវេយ្យាករណ៍គុណនាមឬក៏កិរិយាសព្ទបូកថេនតេគឺវេយ្យាករណ៍ដែលយើងកំពុងតែរៀនហ្នឹងបងប្អូនទាំងគ្នាតោះអញ្ចឹងគេឲ្យយើងពីប្រយោគទី1 외출하려고 하는데 소나기가 온다.ទី2 외출에 갔는데 사람이 너무 많다. ពាក្យថា 갔는데 យើងត្រូវបញ្ចេញសំឡេងថា 갔는데 ចាឥឡូវយើងបកប្រែពាក្យថា 소나기 ពាក្យថា sona기 នេះគឺគេសំដៅទៅលើភ្លៀងធ្លាក់ដែលមេឃបាក់ថ្ងៃឯងឬក៏មេឃសតុំអីទេប៉ុន្តែវាធ្លាក់មកមួយឆាវមួយផ្លេតហើយវាបាត់ទៅវិញបងប្អូនទាំងគ្នាដែលខ្មែរយើងជិះនិយាយថាអើយភ្លៀងធ្លាក់មក1 រ៉ាវបាត់ទៅវិញបងប្អូនទាំងគ្នាសង្ឃឹមថាបងប្អូនទាំងគ្នានឹងយល់ដល់ពាក្យថា sona기 ហើយអស់ពាក្យបាយអញ្ចឹងយើងមកប្រើជាប្រយោគលេខ1មានន័យថាអូខ្ញុំមានបំណងចេញទៅក្រៅប៉ុន្តែវាមានភ្លៀងធ្លាក់ទី2ខ្ញុំបានទៅភោជនីយដ្ឋាននឹងរួចហើយប៉ុន្តែមនុស្សច្រើនមែនទែនអញ្ចឹងគេឲ្យយើងមកប្រើយើងឆ្លើយនឹងអ្វីដែលគេនិយាយហើយប្រើជាមួយនឹងទម្រង់កិរិយាសព្ទនិងគុណនាមថេនតេអញ្ចឹងយើងមកចម្លើយម្នាក់នេះគេបានសួរថា Sonagi가 오는데 어떻게 할까요? មានភ្លៀងធ្លាក់មកតើត្រូវធ្វើដូចម្ដេចហើយម្នាក់ស្រីគេបានឆ្លើយថា곧 그칠 텐데 잠시 후에 가요 ដែលមានន័យថាវាប្រហែលជានឹងរាំងឆាប់ហ្នឹងហើយយើងចាំតិចទៀតចាំទៅក៏បានដែរចាអញ្ចឹងនៅកន្លែងនេះនៅសល់មួយទៀតជាតួនាទីរបស់បងប្អូនទាំងគ្នាសង្ឃឹមថាបងប្អូនទាំងគ្នាអត់រំលងទេសាកល្បង
ធ្វើកន្លែងនេះដូចខ្លួនឯងដែលយើងប្រើតម្រងវេយ្យាករណ៍ដែលយើងកំពុងតែរៀននេះបងប្អូនទាំងគ្នាហើយខ្ញុំសូមបញ្ចប់មេរៀនទី16វីដេអូទី1នៅត្រង់ចំណុចនេះយើងជួបគ្នានៅវីដេអូបន្តទៀត